ទំនុកចិត្តខ្លាំងម្ល៉េះអញ្ចឹងយើងលេងអ្វីដែលរំភើបបន្តិចទៅបើចង់ជែករឿងសហការនៅលើទីលានប្រណាំងគឺត្រូវតែគោរពតាមច្បាប់ខ្លះយើងប្រណាំងឡានគ្នាល្អប្រាប់មកមើលតើចង់ប្រកួតយ៉ាងម៉េចនិយាយថាឯងទៅតែរកឃើញឆ្នេរមាសមួយមែនទេបើឯងចាញ់ឯងមិនត្រឹមតែត្រូវឲ្យឆ្នេរមាសនោះមកយើងទេថែមទាំងត្រូវលុបជង្គង់ជូតឡានឲ្យយើងទៀតចុះបើលោកជាអ្នកចាញ់វិញហានិយាយលេងមែនទេលោកហ្គេវគឺជាជើងឯកការប្រណាំងឡានប្រុកឆ្នាំនេះធ្វើម៉េចនឹងអាចចាញ់មនុស្សខ្វិនដូចជាអញទៅអូខេល្អបើខ្ញុំចាញ់ខ្ញុំនឹងលើកខ្សែសង្វាក់ផលិតកម្មឲ្យអញដោយសេរីហ៊ានប្រកួតអត់បើមិនហ៊ានទេកុំធ្វើចរិតខ្លាំងកុំឲ្យដល់ពេលចាញ់អស់មុខអស់មាត់វាមិនចំណេញទេខ្ញុំណែនាំអ្នកឲ្យប្រញាប់ចុះចាញ់ឲ្យលឿនទៅប៉ានេះជាឱកាសល្អដែលហុចឲ្យដល់ដៃហើយប៉ាប្រកាសជាអាចធ្វើបានឆាប់យល់ព្រមជាមួយគាត់ទៅបានខ្ញុំយល់ព្រមតែបើចាញ់កុំក្រឡាស់សម្ដីឲ្យសោះចាញ់ហើយកុំមកស្ដាយក្រោយហឹមហាអើយកុំថាខ្ញុំឆ្លៀតឱកាសយកចំណេញពីអ្នកឡានទាំងនេះអ្នកអាចជ្រើសរើសតាមចិត្តទោះបីជាអ្នកចាញ់ក៏វាសមល្មមដែរជង្គង់របស់អ្នកនេះឥឡូវយកមកជូតឡានប្រហែលជាស័ក្តិសមបំផុតហើយបងយ៉ែនពិតជាចិត្តធំមែនហៀហៅខ្ញុំសុំណែនាំឯងកុំរើសឡានដែលកញ្ចាស់ពេកអីបើមិនដូច្នោះទេពេលចាប់ដើមបើកសូម្បីតែភ្លើងក្រោយរបស់គេក៏ឯងមើលមិនឃើញផងហាប៉ាគុំស្ដាប់ពួកគេនិយាយផ្ដេសផ្ដាសមានកូននៅទីនេះប៉ាចង់រើសឡានណាក៏បានដែរច្បាស់ជាឈ្នះមិនខានខ្ញុំរើសយកមួយនេះហាមិនមែនទេហ៊ីហៅកុំមកលេងសើចជាមួយខ្ញុំអីអញរើសយកឡានអេតចៃនេះមែនទេឡាននេះសំបីតែទេសរុញលោកតាក៏រត់លឿនជាងដែរខ្ញុំសុំណែនាំអញឲ្យចុះចាញ់ឥឡូវនេះទៅកុំចាំដល់ពេលខ្ញុំចេញឡានឲ្យសោះឡានកញ្ចាស់អញនឹងគ្រាន់តែបញ្ឆេះក៏លេះរលួយអស់ដែរពួកយើងថែមទាំងត្រូវឲ្យឡានពេទ្យទៀតខ្មាស់គេស្លាប់ហើយឡានចាស់ហើយម៉េចសំខាន់គឺអ្នកបើកបរទោះប៉ាខ្ញុំបើកបរដោយប្រើជើងតែម្ខាងក៏ពួកឯងមិនអាចឈ្នះដែរពិតមែនហើយប្រើឡាននេះចាត់ទុកថាចំណេញឲ្យពួកឯងចុះតោះទៅ